សួស្តីអ្នកទាំងអស់គ្នាឥឡូវយើងចូលមកវគ្គទី2របស់យើងដើម្បីបញ្ចប់នៅកិច្ចការរៀបចំឯកសាររបស់យើងដោយប្រើនៅមុខងារដែលមាននៅក្នុង insert ឥឡូវខ្ញុំប្រើ text box ពុះដើម្បីសរសេរនៅពាក្យថាភាគីខហើយនឹងឈ្មោះអញ្ចឹងខ្ញុំ select យក text box រួចហើយនៅត្រង់នេះខ្ញុំរើសយក font ហើយនឹង font size ហើយដាក់អក្សរនៅចំកណ្ដាលហើយខ្ញុំសរសេរពាក្យថាភាគីខតមកទៀត enter ចុះមកហើយខ្ញុំដាក់ថាឈ្មោះហើយនឹងចុចបែបនេះតមកទៀតកន្លែងភាគីខនេះខ្ញុំដូរ font ឲ្យទៅជាអក្សរឆ្លាក់បែបនេះតមកទៀតខ្ញុំនឹងសេរីឲ្យមើលទៅសមល្អឲ្យដូចទៅនឹងលំហាត់ដែលគេបានផ្ដល់មកឲ្យយើងហើយតមកគឺខ្ញុំ copy paste ហើយក៏សរសេរពាក្យថាសាក្សីភាគីខតែមើលទៅទំហំនេះគឺអត់ទាន់ត្រឹមត្រូវទេអញ្ចឹងខ្ញុំបន្ថយទៀតដល់ត្រឹមលេខ4ដល់ត្រង់នេះនៅពេលដែលយើង select លើ table text box នេះខ្ញុំរើសយកកន្លែង no outline ដើម្បីកុំឲ្យមានបន្ទាត់ជុំវិញបែបនេះតមកខ្ញុំនឹងរៀបចំដាក់ឲ្យនៅជិតៗគ្នាដើម្បីឲ្យមាន space ទុកដាក់នៅប្រអប់ពីរទៀតគឺសាក្សីភាគីកនិងភាគីកដែរបាទអញ្ចឹងនៅត្រង់នេះគឺខ្ញុំចាប់ដើមរៀបចំហើយដាក់ឲ្យជិតៗគ្នាហើយយើងលៃយ៉ាងម៉េចឲ្យកុំឲ្យបាត់ឈ្មោះគឺនៅត្រង់នេះគឺខ្ញុំសាកល្បងដាក់text នេះគឺឲ្យនៅខាងក្រោយគឺអត់បានទេគឺដាក់តែនៅខាងមុខនេះតមកទៀតខ្ញុំចូលកន្លែង insert ឲ្យចូល text box ទៀតសរសេរទៀតដើម្បីសរសេរនៅកន្លែងរបស់មេឃុំចៅសង្កាត់អញ្ចឹងធ្វើដូចគ្នាដែរគឺយើងត្រូវជ្រើសរើសយក font ហើយនឹង font size ហើយយើងចាប់ដើមសរសេរតែម្ដងនៅត្រង់នេះគឺខ្ញុំសរសេរលេខហើយត្រេបែបនេះហើយខ្ញុំក្រាបនេះដាក់ឲ្យនៅចំកណ្ដាលហើយមកយើងសរសេរនៅពាក្យដូចលំហាត់របស់យើងគឺថាបានឃើញនិងបញ្ជាក់ថាស្នាមមេដៃទាំងអស់តាមឈ្មោះរៀងគ្នាខាងលើពិតជាបានផ្តិតនៅចំពោះមុខយើងជាមេឃុំមួយចៅសង្កាត់តាមខ្លឹមសារនៃកិច្ចសន្យាពិតប្រាកដមែនបន្ទាប់មកយើងសរសេរធ្វើនៅចុចថ្ងៃទីខែឆ្នាំបន្ទាប់មកទៀត enter ដើម្បីសរសេរថាមេឃុំឬចៅសង្កាត់បន្ទាប់មកខ្ញុំដូរ font ឲ្យទៅជាអក្សរឆ្លាក់វិញបន្ទាប់មកទៀតខ្ញុំ copy paste ដើម្បីបានប្រអប់មួយទៀតសម្រាប់ដាក់ខាងមេធាវីនេះវិញម្ដងអញ្ចឹងខ្ញុំលុបនៅខ្លឹមសារនេះចេញហើយសរសេរថាបានឃើញនិងបញ្ជាក់ថាភាគីទាំងពីរបានផ្តិតមេដៃចំពោះមុខមេធាវីប្រាកដមែនធ្វើនៅថ្ងៃខែនេះគឺយើងមានស្រាប់ហើយអញ្ចឹងយើងដូរតែពាក្យថាមេឃុំមកជាមេធាវីវិញហើយសុំនេះក៏ដូចគ្នាដែរគឺយើងចូលកន្លែង no outline មកគឺបានហើយហើយនៅត្រង់នេះក៏ដូចគ្នាគឺខ្ញុំលុបអស់សុំទាំងអស់នេះហើយយើងចាប់ដើមធ្វើការរេទម្រង់នេះឲ្យបានស្អាតហើយនឹងឆែកមើលថាតើអក្ខរាវិរុទ្ធនិងទ្រង់ទម្រង់របស់យើងមើលទៅត្រូវដូចនឹងលំហាត់របស់យើងដែរទេអញ្ចឹងយើងចូលកន្លែង print preview ទាំងអស់គ្នាហើយយើងពិនិត្យមើលថាតើមានខុសអក្ខរាវិរុទ្ធឬមួយក៏ទម្រង់ដែរទេអញ្ចឹងខ្ញុំឃើញនៅត្រង់នេះគឺមានការជាប់នេះពេកអញ្ចឹងខ្ញុំ enter ហើយខ្ញុំឲ្យមាន space ដាក់កន្លែងហ្នឹងបន្តិច
នៅត្រង់កន្លែងនេះក៏ឃើញថាខ្ញុំដាក់សាក្សីខឌុបអញ្ចឹងអត់ទេខ្ញុំត្រូវលុបចូលចេញវិញកន្លែងនេះដាក់កហើយនឹងសាក្សីកដែរមែនទែនទៅគឺកន្លែងសាក្សីកមានដល់12តាមពិតត្រូវលុបចេញដាក់ភាគីកវិញបាទដោយសារតែកន្លែងនេះខ្ញុំភ្លេចអឺដូរបាទប្រសិនបើពិនិត្យមើលឃើញថាអត់មានអ្វីខុសទាស់អីទៀតទេយើងអាច save ឯកសារនេះទុកដើម្បីប្រើប្រាស់សូមអរគុណនិងសូមជម្រាបលា